បាទសូមគោរពនឹងជម្រាបសួរបងប្អូន FC នៅក្នុងបណ្ដាញ YouTube ទាំងអស់គ្នាបាទអូខេអញ្ចឹងវីដេអូថ្ងៃនេះបាទខ្ញុំមកនិយាយតាក់ទងជាមួយនឹងរបៀបវិន័យនិងប្រព័ន្ធ trade បាទរបៀបវិន័យហើយនិងប្រព័ន្ធ trade នៅពេលដែលយើងធ្វើតាមរបៀបវិន័យនិងប្រព័ន្ធ trade នេះហើយគឺធ្វើឲ្យយើងមានឱកាសនៅក្នុងការដកលុយឬក៏ trade បានចំណេញនឹងទៀងទាត់បាទអញ្ចឹងនៅក្នុងការ trade បាទបែបខ្ញុំផ្ទាល់នេះបាទខ្ញុំមាន trade បែបគេហៅថា compound ឬក៏ trade បែប all in ហើយមួយទៀតគឺ trade បែបច្បាប់ហានិភ័យបាទច្បាប់ហានិភ័យខ្ញុំបាន trade នៅក្នុងគណនី prop firm របស់ខ្ញុំប៉ុន្តែបាទត្រូវបាន reject payout បាទប៉ុន្តែថ្ងៃនេះខ្ញុំមកបាទរៀបចំផែនការថ្មីជូនអ្នកទាំងអស់គ្នាបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចបាទមើលវីដេអូនេះហើយបាទធ្វើបានដូចខ្ញុំផងដែរបាទហ្នឹងហើយអញ្ចឹងសូមកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាបាទតាក់ទងជាមួយនឹងវិធីសាស្ត្របែបថ្មីដែលខ្ញុំ trade បាទ trade នេះគឺខ្ញុំ trade នៅ prop firm បាទ we master trade ដូចមុនចឹងដោយសារតែគាត់ reject payout របស់ខ្ញុំប៉ុន្តែគាត់ក៏បាន reset គណនីរបស់ខ្ញុំសារជាថ្មីដែរបាទគណនីរបស់ខ្ញុំដែលខ្ញុំបានប្រើគណនី instant នេះគឺបាទគណនីទំហំសាច់ប្រាក់ $25,000 សហរដ្ឋអាមេរិកណាបងប្អូនណាបាទហ្នឹងហើយអូខេបាទប៉ុន្តែខ្ញុំមកប្រើវិធីសាស្ត្រ style ថ្មីរបស់ខ្ញុំវិញបាទហ្នឹងហើយដោយ trade time frame 5នាទីប៉ុន្តែយើងប្រើបែបទម្រង់ pending order ណាបងប្អូនណាបាទនេះគឺ trade បែប style scalping បិទគេថាបិទ position ហ្នឹងនៅក្នុងថ្ងៃបាទនៅក្នុងថ្ងៃតែម្ដងបាទប៉ុន្តែ trade ហ្នឹងរៀងវែងបន្តិចដោយសារតែខាង prop firm we master trade ហ្នឹងបាទបានគេថាចាប់កំហុសខ្ញុំថាខ្ញុំហ្នឹងគឺ trade បែប high frequency trading បាទ high frequency trading ហ្នឹងគឺយើងចូល position ហ្នឹងញឹកឲ្យបិទលឿនដូច្នេះគឺគេថាខុសលក្ខខណ្ឌរបស់គេអញ្ចឹងហើយបានជាគេបាទយកលេសថាអត់ pay out ឲ្យខ្ញុំអញ្ចឹងថ្ងៃនេះបាទខ្ញុំមក trade បែប style ថ្មីបាទ trade បែប style ថ្មីគឺ pending order ហ្នឹងឯងបងប្អូនណាបាទហ្នឹងហើយវិធីសាស្ត្រនៅក្នុងការ trade បែបច្បាប់ហានិភ័យរបស់ខ្ញុំ trade បែប scalping បាទខ្លីៗបាទ trade បែប high frequency trading ហ្នឹងគឺខ្ញុំនៅតែប្រើដដែលប៉ុន្តែប្រើហ្នឹងគឺនៅក្នុងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំបាទអញ្ចឹងសូមអ្នកទាំងអស់គ្នាបាទតាមដានមើលណាបាទហ្នឹងហើយនេះអញ្ចឹងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ deposit មក$1,000 សហរដ្ឋអាមេរិកបាទថ្ងៃនេះខ្ញុំ trade ចូលថ្ងៃទី3បាទហ្នឹងហើយទី3អញ្ចឹងថ្ងៃទី1របស់ខ្ញុំបាទនេះគឺខ្ញុំ trade ខ្លីៗទេបងប្អូនណាបាទហ្នឹងហើយចំណេញនោះគឺ$65សហរដ្ឋអាមេរិកបាទហើយសម្រាប់ថ្ងៃទី2បាទនៃគណនី$1,000របស់ខ្ញុំគណនីផ្ទាល់ខ្លួនបាទនេះគឺខ្ញុំចំណេញបាន$31.98សហរដ្ឋអាមេរិកហើយចំណែកថ្ងៃទី3បាទកាលពីម្សិលមិញបាទត្រូវនឹងថ្ងៃទី6ណាបាទហ្នឹងហើយគឺ$61.23សហរដ្ឋអាមេរិកនេះគឺជាវិធីសាស្ត្រ trade បែបគេហៅថាបាទ trade បែបច្បាប់ហានិភ័យបាទ scalping ខ្លីៗបងប្អូនបាទដូចនៅវីដេអូខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាបែបបាទវីដេអូមុនហ្នឹងឯងបាទប៉ុន្តែបាទវិធីសាស្ត្រមួយនេះគឺ prop firm អត់ឲ្យតម្លៃខ្ញុំទេបាទខ្ញុំ trade បែបនេះបើសិនខ្ញុំ trade នៅក្នុង prop firm បាទចំណេញសឹងរាល់ថ្ងៃបងប្អូនបាទប៉ុន្តែ prop firm គឺអត់ឲ្យតម្លៃខ្ញុំទេបាទ prop firm we master trade នេះបាទដូច្នេះខ្ញុំមក trade style ថ្មីគឺប្រើបែបទម្រង់ pending order បាទប៉ុន្តែយើង trade នៅក្នុងបាទ time frame ធំបាទដូចជា time frame 5នាទីនេះបាទជាដើមបាទអូខេអញ្ចឹងសូមឲ្យអ្នកទាំងអស់គ្នាបាទជួយផ្ដល់កម្លាំងចិត្តឲ្យខ្ញុំម្នាក់មួយផងបាទគ្រាន់តែជួយចុច like បាទជួយចុច subscribe ជួយចុច share ជួយចុចសញ្ញារូបកណ្ដឹងដោយរាល់ដងចឹងបងប្អូនណាបាទហ្នឹងហើយដើម្បីជាកម្លាំងចិត្តនៅក្នុងការផលិត content បាទទៅជាបន្តទៀតបាទហ្នឹងហើយវិធីសាស្ត្រនៅក្នុងការ trade បែបថ្មីរបស់ខ្ញុំនេះគឺខ្ញុំ trade ដោយប្រើទ្រឹស្ដីមួយនេះបងប្អូនបាទទ្រឹស្ដីមួយនេះឥឡូវខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាមើលសិនបាទទ្រឹស្ដីមួយនេះបងប្អូនបាទឧទាហរណ៍ថាទំនោរឡើងចឹងមកបាទយើងចាប់ផ្ដើមបាទសង្កេតមើលឃើញថាវាចាប់ផ្ដើម break បាទ BOS បាទនេះគឺមានន័យថា break of structure ឡើងទៅលើបាទបន្ទាប់មកទៀតបាទនៅពេលដែលឃើញថា break of structure ឡើងទៅលើបូកផ្សំជាមួយនឹងម្ដុំនេះគឺជាតំបន់គុលទំនោរបាទតំបន់គុលទំនោររបស់ខ្ញុំគ្រាន់តែមើលទៅលើខ្សែបាទ EMA បាទកាត់លើគ្នាតែប៉ុណ្្នឹងឯងបាទនេះឃើញទេបាទខ្សែ EMA cross បើសិនជា short period បាទកាត់នៅពីខាងលើ long period អូខេអញ្ចឹងនេះគឺជាទំនោរឡើងហើយបើសិនជាវាជាទំនោរឡើងខ្ញុំចាប់ផ្ដើមបាទធ្វើការបាទចាប់ផ្ដើមតាំង pending order បាទតាំង pending order កន្លែងនេះបាទបើទ្រឹស្ដីយើងបងប្អូនបាទគេថាចេះ support ខ្លាយជា resistance ខ្លាយជា support ថ្មីនេះ
បើសិនជាវា break out structure កន្លែងនេះបើសិនជា pull back មកប៉ះជាមួយនឹងបាទ high ចាស់របស់វាអាចឡើងទៅលើបន្ថែមបែបនេះទៀតហ្នឹងឯងបាទប៉ុន្តែ style បាទនៅក្នុងការ trade បែបនេះបងប្អូនណាបាទពេលខ្លះមិនមែនថាក្រាបវាមកបុកកំពូលចាស់នេះហើយវាចាប់ដើមបាទរុលឡើងលើបែបនេះទេបាទពេលខ្លះគឺវា deep pull back ដែរបាទនេះវា overlap នៅកំពូលចាស់របស់វាដែរហើយបានវាឡើងទៅលើបែបនេះឃើញមានញឹកញាប់បងប្អូនបាទហ្នឹងហើយឃើញមានញឹកញាប់ដូច្នេះវិធីសាស្ត្រនៅក្នុងការ trade style ថ្មីរបស់ខ្ញុំតាំង pending order ហ្នឹងគឺ trade បែបហ្នឹងឯងបងប្អូនបាទដោយយើង trade តាមគោលការណ៍បែប all in ដូចមុនចឹងឧទាហរណ៍ថា order ទី1របស់យើងបាទ risk reward ratio 1 ទល់ជាមួយនឹង 1.3 បាទខ្ញុំយកតែខ្លីៗទេបងប្អូនបាទ1 ទល់ 1.3 បន្តមកទៀតបើសិនជា order ទី1របស់យើងជោគជ័យបាទបាន TP យើងទៅបន្ត order ទី2របស់យើងបាទ 2.3 បាទមានន័យថា1 បូកនឹង 1.3 2.3 all in លើកទី2បាទហើយបន្តមកទៀតបានទទួលបានបាទផលចំណេញ TP លើកទី2អូខេនេះគឺខ្ញុំធ្វើបានមួយឈុតទេបាទដូច្នេះបាទ internal risk reward ratio ដែលខ្ញុំទទួលបានបាទដោយដែលខ្ញុំបានបញ្យល់នៅវីដេអូមុនបាទ internal risk reward ratio របស់ខ្ញុំគឺ1 ទល់ជាមួយនឹង 4.29 ដងបាទ1 ទល់ជាមួយនឹង 4.29 ដងនៃហានិភ័យបាទគឺខ្ញុំ trade បែបនេះនឹងឯងបាទដោយយកគេហៅថាយកបាទផលសមាមាត្រហ្នឹងគឺតាមបាទ Fibo ដែលខ្ញុំតាំងនេះនឹងឯងបងប្អូននេះនឹងឯងបាទអ្នកទាំងអស់គ្នាតាំងដូចខ្ញុំគឺនឹងទទួលបាន risk reward ratio ដូចខ្ញុំបង្ហាញអំបញ្ញមិញចឹងបាទ1 ទល់ជាមួយនឹង 1.3 នេះបាទ Fibo នេះនឹងឯងបាទក្បួនតាំងរបៀបម៉េចបងប្អូនបាទក្បួនតាំងគឺឧទាហរណ៍ថាឃើញថាក្រាបវាចាប់ផ្ដើមបាទនេះគឺតំបន់នេះគឺតំបន់គល់ទំនោរបងប្អូននេះតំបន់នេះគឺតំបន់គេថាគល់ទំនោរហើយបាទនេះតំបន់គល់ទំនោរវាចុះមកវឺបបាទវឺប break out structure មកក្រោមបន្តមកទៀតបាទឡើងទៅដល់លើបាទឡើងទៅដល់លើកន្លែងនេះឃើញទេបាទវា overlap low កន្លែងនេះបើអ្នកទាំងអស់គ្នាឃើញថា low កន្លែងនេះមកប៉ះពឹប high កន្លែងនេះមកចុះក្រោមបែបនេះភាគច្រើនគឺមិនចឹងទេបងប្អូនបាទភាគច្រើនវាអាច overlap ឡើងទៅលើខ្ពស់គួរសមបាទខ្ពស់គួរសមដូច្នេះខ្ញុំតាំងបាទ pending order របស់យើងគឺទុកបែបនេះនឹងឯងនេះខ្ញុំចាប់ដើមគូ Fibo ហ្នឹងគឺ zone នេះនឹងឯងបងប្អូនបាទនេះគឺចាប់ដើមបាទគូ Fibo បាទតាំងជា pending order sell limit បាទ sell limit នេះ sell limit បែបនេះបងប្អូនបាទហ្នឹងហើយដោយ zone នៅក្នុងការតាំង pending order របស់ខ្ញុំគឺ zone នេះ zone នេះបងប្អូនបាទនេះគឺជា zone តាំង pending order បាទ pending order នេះគឺមានន័យថា sell limit ហ្នឹងឯងបងប្អូនបាទនៅពេលដែលខ្ញុំតាំង pending order ហ្នឹងគឺតាំងពីក្រាបនេះវានៅពីខាងក្រោមនេះបាទដោយមិនទាន់បានហើបឡើងលើបាទហើបឡើងលើនេះយើងតាំង pending order ដូចជា sell limit ទុកចោលទៅបាទហើយសម្រាប់គណនី prop firm បាទ prop firm ដែលខ្ញុំប្រើនេះបាទគណនីនេះគឺ $25,000 បាទ $25,000 ដូច្នេះ maximum drawdown បាទគាត់ឲ្យ$2,500 បាទហើយបាទ plan របស់ខ្ញុំនៅក្នុងការ trade បាទ style មួយនេះខ្ញុំចេញ refer trade នោះគឺបាទគេហៅថា$75នេះជា$75ក្នុងមួយ trade បាទខ្ញុំមានឱកាសទាំងអស់នោះគឺ33ដងបងប្អូនបាទអញ្ចឹង33គុណជាមួយ75ទៅគឺនេះទំហំសាច់ប្រាក់បាទ$2,500ដែលត្រូវនឹង maximum drawdown ហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាបើសិនជាខ្ញុំធ្វើបានបាទមួយឈុតបងប្អូនណាបាទឧទាហរណ៍ថាធ្វើបានមួយឈុតបាទ75បាទគុណជាមួយនឹង 4.29 បាទ 4.29 ទៅបាទគឺខ្ញុំទទួលបានផលចំណេញបាទមួយឈុតហ្នឹងគឺ$321បងប្អូនបាទ$321នេះគឺមានន័យថាខ្ញុំធ្វើបានមួយឈុតបាទនៃការ trade បែប compound របស់ខ្ញុំបាញ់មិញណាបាទហ្នឹងហើយគឺធ្វើបែបហ្នឹងនឹងឯងបងប្អូនបាទធ្វើបែបនេះនឹងឯងបាទដោយយកបាទតម្រងទ្រឹស្ដីគឺទ្រឹស្ដីមួយនេះបាទចាំមើលខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាបាទយឺតបាទទ្រឹស្ដីមួយនេះបងប្អូនបាទនេះទ្រឹស្ដីមួយនេះបាទ resistance คล้ายជា support បាទប៉ុន្តែពេលខ្លះវា overlap ដែរដល់ពេលយើងតាំង pending order គឺតាំងនៅចំណុចបាទចំណុចខាងក្រោមនេះបងប្អូនបាទចំណុចខាងក្រោមនេះបាទហើយសម្រាប់ stop loss វិញគឺ stop loss នៅពីខាងក្រោម low កន្លែងនេះហ្នឹងឯងបាទពីខាងក្រោម low កន្លែងនេះហ្នឹងឯងដល់ពេលយើងតាំងកន្លែងនេះមានន័យថាតាំងជាចំនួន buy limit បាទ
buy limit order ណាបងប្អូនបាទ buy limit order time frame 5 នាទីបាទហ្នឹងហើយ time frame 5 នាទីតាំងបែបនេះហ្នឹងឯងបងប្អូនបាទតាំងបែបនេះហ្នឹងឯងបាទដល់ពេលយើងតាំងបែបនេះបាទគឺកន្លែងនេះ buy limit បើសិនក្រាបវាចុះមកខាងក្រោមបាទទទួល order របស់យើងគឺត្រូវបានបើកបាទហ្នឹងហើយ risk reward ratio បាទ risk reward ratio 1 ទល់ជាមួយនឹង 1.3 បាទ 1.3 អាចថាប៉ានេះហ្នឹងឯងបាទនេះគឺប្រព័ន្ធ trade របស់ខ្ញុំបាទនៅក្នុងការ trade prop firm មួយនេះបាទប្រព័ន្ធ trade អញ្ចឹងនៅក្នុងការ trade prop firm បាទយើងអាចយកវិធីសាស្ត្រនេះទៅ trade នៅ prop firm ផ្សេងទៀតដូចជា FTMO ឬក៏ the 5% ឬក៏ funding pip អូ prop firm មានច្រើនអ្នកទាំងអស់គ្នាអាចយកបាទក្បួននេះយកទៅប្រើប្រាស់បានហ្នឹងហើយនេះគឺសម្រាប់ trade បែប all in ណាបងប្អូនណាបាទ all in 2 ដងបាទ style ខ្ញុំផ្ទាល់គឺ trade បែបនេះហ្នឹងឯងបាទមានឱកាសទាំងអស់ហ្នឹងគឺ33ដងបាទ33ដងនៃ$2,500បាទអញ្ចឹងគឺចេញមក trade គឺ$75បងប្អូនបាទមក trade គឺ$75បាទដូច្នេះបាទបើសិនជាអ្នកទាំងអស់គ្នាធ្វើបានមួយឈុតគឺយើងទទួលបាន300បាទ$21សហរដ្ឋអាមេរិកបាទហ្នឹងហើយបើសិនជាយើងជោគជ័យបានមួយឈុតគឺផ្អាកទៅបាទសម្រាប់ថ្ងៃហ្នឹងគឺផ្អាកទៅហ្នឹងហើយពីព្រោះថាគណនេយ្យបាទគណនេយ្យ instant នេះគឺមាន profit consistency ដែរបាទអញ្ចឹង profit consistency នេះគឺគេយកបាទចំនួន profit ដែលខ្ពស់បំផុតចែកជាមួយនឹងផលចំណេញរបស់យើងបើសិនជាអ្នកទាំងអស់គ្នា trade បាទគណនេយ្យ Vmaster trade នៃគណនេយ្យ instant បាទ profit consistency បើសិនជាអ្នកទាំងអស់គ្នាបាទ trade រហូតទៅដល់គេហៅថាបាន profit នឹងខ្ពស់ពេកដល់ពេលចឹងទៅ profit consistency ដែលគេកំណត់ថាយើងអាចដកលុយបានគឺតូចជាងឬស្មើ 20% បងប្អូនបាទតូចជាងឬស្មើ 20% ដូច្នេះបើសិនអ្នកទាំងអស់គ្នា trade ចំណេញឧទាហរណ៍ថាមួយថ្ងៃ 1000 ណាបាទនេះថ្ងៃខ្លះលេងចំណេញរហូតដល់មួយថ្ងៃ$1000អញ្ចឹងទៅបាទដល់ពេល$1000យកមកចែកជាមួយនឹង profit ដែលយើងធ្វើបានណាបាទក៏ចែកនឹងចំនួនដែលធំអញ្ចឹងទម្រាំតែអ្នកទាំងអស់គ្នា trade ឲ្យបានចំនួនដែលធំនេះបាទទម្រាំតែចែកមកឲ្យតូចជាងឬស្មើ 20% គឺវាពិបាកខ្លាំងមែនតើបាទសម្រាប់ឲ្យបាទ profit consistency នេះឲ្យវាតូចជាងឬស្មើ 20% ដែលយើងអាចធ្វើការដកលុយបានណាបាទហ្នឹងហើយដូច្នេះបាទមួយថ្ងៃគឺយើង trade ឲ្យបាន target ឧទាហរណ៍ខ្ញុំគឺ range នៅសល់ត្រឹម$300បានហើយបាទមួយថ្ងៃគឺត្រឹមប៉ុណ្ណឹងហើយអត់ឲ្យលើសហ្នឹងណាបាទបើសិនលើសហ្នឹងគឺនេះពិបាកនឹងឲ្យ profit consistency នេះវាធ្លាក់ចុះបាទដូច្នេះបើសិនជាមួយថ្ងៃបាទអ្នកទាំងអស់គ្នាបាន profit អតិបរមា$300ដូច្នេះអ្នកទាំងអស់គ្នាយក$300ហ្នឹងចែកជាមួយនឹង profit ដែលអ្នកទាំងអស់គ្នាចំណេញទាំងអស់ហ្នឹងយ៉ាងហោចណាស់ក៏$1,500ដែរបងប្អូននេះយើង trade ឲ្យបានចំណេញហ្នឹងរហូតដល់$1,500អាហ្នឹងបាន profit consistency នេះធ្លាក់មកដល់បាទ 20% នេះលក្ខខណ្ឌនៅក្នុង Vmaster trade ណាបាទនេះបានយើងហ្នឹងមានសិទ្ធិដកលុយបានបាទអញ្ចឹងគឺ 20% បានយើងមានសិទ្ធិដកលុយបាននេះបើសិនអ្នកទាំងអស់គ្នាtake profit មួយថ្ងៃត្រឹមតែ$300ណាអត់ឲ្យលើសហ្នឹងទេបាទអ្នកទាំងអស់គ្នា trade ចំណេញត្រឹម$1,500គឺអាចដកបាទលុយបានទេបងប្អូនបាទហ្នឹងហើយគឺអាចដកលុយបានទេបាទហ្នឹងគឺងាយបាទ profit consistency គឺបែបនេះហ្នឹងឯងបាទដែលខ្ញុំបានបាទសិក្សាទៅលើវាណាបាទហ្នឹងហើយអូខេនេះអញ្ចឹង$1,500នេះគឺត្រូវនឹងបាទ profit target ហ្នឹងគឺ0.គេហៅថា profit target ហ្នឹងគឺ6% បាទ6% $1,500ណាបាទហ្នឹងហើយអូខេអញ្ចឹងpay out លើកដំបូងហ្នឹងគឺ 50% បាទចំណែកឯទី2ឡើងទៅគឺ75% ចំណែកទី3គឺ90% បាទប៉ុន្តែខ្ញុំក៏អត់តាន់បានបាទ pay out ហ្នឹងឲ្យបានជោគជ័យដែរបាទប៉ុន្តែអានេះគឺខ្ញុំព្យាយាម trade ដើម្បីបាទគោរពតាមផែនការមួយនេះហ្នឹងឯងបងប្អូនណាបាទហ្នឹងហើយនេះដោយគោរពទៅតាមច្បាប់គេថា support ខ្លាយជា resistance ខ្លាយជា support បាទអត់មានអ្វីស្មុគស្មាញទេបាទហ្នឹងហើយដូចកន្លែងនេះអញ្ចឹងបងប្អូនបាទនេះកន្លែងនេះអញ្ចឹងនេះក្រាបកន្លែងនេះគឺយើងមើលឃើញបានមួយដែរនេះបើសិនជាយើងចូល trade ណាបាទនេះក្រាបកន្លែងនេះគឺ break out structure ឡើងទៅលើឃើញទេបាទ break out structure ឡើងទៅលើបន្តមកទៀតយើងចាប់ផ្ដើមតាំង pending order ទុកនំដុំនេះមកបាទពីព្រោះថានៅពេលវាចុះមកវិញគេហៅថា resistance ខ្លាយជា support ហើយបាទនេះយើងតាំងឲ្យយ៉ាងទៀបបន្តិចមកដុំនេះមកបាទនេះគឺ buy limit របស់យើងបាទនេះគឺ buy limit
នឹងឯកណនី report trade ឲ្យវាបានស្រួលបួលបន្តមកទៀត stop loss នៅខាងក្រោមនេះបាទនេះគឺ SL របស់យើងបាទចំណែកកន្លែងខាងលើនេះ1ទល់នឹង 1.3 បាទខាងលើនេះហ្នឹងឯងនេះគឺ TP របស់យើងអញ្ចឹងក្រាបមកទទួល order បឹបបាទវាឡើងមកដល់ TP យើងវិញបាទឃើញទេបាទនេះគឺយើងទទួលបាន1 order បាទបន្តមកទៀតបាទ order ទី2ចាំបាទ all in ឬក៏ compound នៅចំណុចដែលបាទមានព្រៀបបាទហ្នឹងចំណុចដែលមានព្រៀបនេះអញ្ចឹងកន្លែងនេះបាទ break of structure បាទហ្នឹងហើយនេះវាចាប់ផ្ដើមជាផ្សារចុះមកវិញណាបាទនេះចាប់ផ្ដើមផ្សារចុះមកវិញហើយបាទបន្តមកទៀតបាទ break of structure កន្លែងនេះបាទវាឡើងមកដល់ខាងលើនេះអូនេះគឺវា pull back មកជ្រៅខ្លាំងមែនតើបងប្អូនបាទហ្នឹងហើយដូចខ្ញុំថាអញ្ចឹងគឺ style របស់ខ្ញុំតាំង pending order ហ្នឹងគឺនៅជ្រៅគួរសមបាទនៅជ្រៅគួរសមនេះបែបនេះហ្នឹងឯងបងប្អូនណាបាទហ្នឹងហើយជ្រៅគួរសមហើយ stop loss អូខេ stop loss នៅពីខាងលើ high នេះក៏បានដែរបាទនេះ stop loss បន្តមកទៀតបាទបើសិនវាធ្លាក់មកវិញ TP 1ទល់ជាមួយនឹង 1.3 ដុំនេះមកអូខេអានេះគឺបើសិនយើងធ្វើបានមួយឈុតហ្នឹងនេះគឺយើងជោគជ័យបានហើយបងប្អូនណាបាទឲ្យតែ TP 2 ដងជាប់គ្នាដឹងតែទទួលបានផលចំណេញហ្នឹង 4.29 ដងនៃហានិភ័យបាទ style បែបនេះហ្នឹងឯងបងប្អូនអត់មានអ្វីស្មុគស្មាញទេបាទហើយវិធីសាស្ត្រមួយនេះគឺអត់មានអ្វីស្មុគស្មាញហើយក៏អត់មានអ្វីហត់ដែរយើងតាំងជាទម្រង់ pending order ទុកចោលដូចជា buy limit ឬក៏ sell limit ទុកចោលបាទដោយគោរពទៅតាមទិសដៅខ្ញុំបញ្យល់មិនបាច់មិញហ្នឹងឯងបាទ support ខ្លាយជា resistance ឬក៏ resistance ខ្លាយជា support បាទប្រើតែទិសដៅមួយហ្នឹងឯងបងប្អូនបាទយើង trade បានដូចគ្នាអត់មានអ្វីស្មុគស្មាញទេបាទហើយសម្រាប់ទ្រឹស្ដីហានិភ័យរបស់ខ្ញុំអូខេនេះគឺខ្ញុំ trade នៅក្នុងគណនីផ្ទាល់ខ្លួនបាទខ្ញុំ trade នៅក្នុងគណនីផ្ទាល់ខ្លួនបាទសន្សំបន្ទុកបែបហ្នឹងទៅរហូតហ្នឹងឯងបាទហ្នឹងហើយអញ្ចឹងវីដេអូថ្ងៃនេះបាទខ្ញុំមកបង្ហាញជូនអ្នកទាំងអស់គ្នា concept នៅក្នុងការ trade របស់ខ្ញុំគឺមានប៉ុណ្នេះទេបាទហ្នឹងហើយធ្វើបែបនេះបានជាប់រហូតគឺខ្ញុំនឹងបានដកលុយបន្ថែមទៀតហើយបងប្អូនបាទហ្នឹងហើយអញ្ចឹងគឺលក្ខខណ្ឌគោរពទៅតាមប្រព័ន្ធ trade បាទអញ្ចឹងប្រព័ន្ធ trade មួយនេះខ្ញុំ trade នៅក្នុង time frame 5នាទីនេះគឺចូល position មិនញឹកទេបងប្អូនបាទមិនញឹកទេតម្រាំតែចូលតាមទម្រង់មួយគឺមិនញឹកទេបាទយូអញ្ចឹងគឺវាបានស្របទៅនឹងលក្ខខណ្ឌដែលខាង Vmaster Trade នេះបានប្រាប់ខ្ញុំថាបាទមិនចូលលក្ខខណ្ឌ trade បែប high frequency trading ទេបាទហ្នឹងហើយអញ្ចឹងចូលតាមលក្ខខណ្ឌនេះបើសិនយើងចំណេញដល់ target ដែលត្រូវ pay out អូខេអញ្ចឹងគឺ pay out លើកនេះគឺ success ហ្នឹងឯងបងប្អូនបាទអូខេបាទអញ្ចឹងវីដេអូមួយនេះបាទគឺមានតែប៉ុណ្្នេះទេបាទសម្រាប់មកបង្ហាញទៅតង concept បាទគោរពទៅតាមប្រព័ន្ធ trade ជាមួយនឹងវិន័យបាទគោរពទៅតាមប្រព័ន្ធ trade ជាមួយនឹងវិន័យយើងធ្វើបែបហ្នឹងទៅរហូតរយៈពេលវែងគឺយើងបានទទួលបាន pay out ឬក៏យើងទទួលបានផលចំណេញទេបងប្អូនបាទហ្នឹងហើយអត់មានអ្វីស្មុគស្មាញទេបាទ trader ភាគច្រើន trade អត់បានដូចថា pay out ឬក៏អត់ទាន់បានផលចំណេញហ្នឹងដោយសារតែអត់គោរពទៅតាមផែនការ trade ឬក៏យើង trade តាមអារម្មណ៍អីចឹងណាបាទហ្នឹងហើយយើងចង់បានលុយលឿនពេកបាទយើងដូចថាលោភលន់ពេកអាហ្នឹងក៏អត់បានដែរបាទពេលខ្លះគឺយើងធ្វើបែបហ្នឹងបរាជ័យបាទមានញឹកញាប់ពីព្រោះថាពីមុនខ្ញុំក៏ធ្លាប់ធ្វើបែបហ្នឹងដែរអត់សូវបានផលទេបាទពេលបច្ចុប្បន្នគឺគោរពតាមប្រព័ន្ធ trade ហើយនឹងគោរពតាមរបៀបវិន័យបាទគឺយើងទទួលបានផលចំណេញដូចខ្ញុំបានបង្ហាញលទ្ធផលជូនអ្នកទាំងអស់គ្នាក្នុង YouTube នេះអញ្ចឹងបាទអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងបាទសូមជម្រាបលាទាំងអស់គ្នាចាំយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទ